សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះលោកគ្រូមកចែករំលែកពីការគណនា resistance សមមូលនៅក្នុងបង្គំ resistance ចម្រុះបាទដូចជានៅក្នុងលំហាត់នេះគឺគេមាន resistance ដូចបង្ហាញក្នុងរូបនេះរូបមួយនេះណា resistance ដូចបង្ហាញក្នុងរូបជាឲ្យយើងរក resistance សមមូលនៃគោល AB បាទពីគោលពី A មក B នេះចឹងក្នុងរូបរបស់យើងនេះយើងឃើញថា resistance នេះគឺលាយមានបង្គំជាខ្នែងផងហើយបង្គំជាសេរីផងអញ្ចឹងដើម្បីគណនា resistance សមមូលរបស់វាបានបើគោលពី A មក B នេះបានយើងត្រូវផ្គុំម្ដង2សិននៅក្នុងរូបនេះអញ្ចឹងអ្វីដែលយើងត្រូវមើល resistance 5 អូមហើយនិង20 អូមនេះគឺវាតជាខ្នែងនឹងគ្នាអញ្ចឹងយើងត្រូវរក resistance សមមូលរបស់វាឲ្យឃើញបន្តមកទៀតយើងយកតម្លៃ resistance 10 អូមនេះមកផ្គុំជាមួយនឹង resistance 40 អូមនេះដែលវាទាំងពីរនេះគឺតជាខ្នែងនឹងគ្នាដែរអញ្ចឹងយើងផ្គុំហើយយើងរក resistance ឃើញឃើញមួយសមមូលឃើញមួយរបស់វាហើយចាំយើងយកវាមកផ្គុំនឹង resistance សមមូលខាងមុខនេះអញ្ចឹងមកដើម្បីកុំឲ្យខាត់ពេលយូរយើងគណនាទាំងអស់គ្នាអញ្ចឹងអ្វីដែលយើងត្រូវសរសេរខ្ញុំមានដំណោះស្រាយរបស់ខ្ញុំដំណោះស្រាយហើយអ្វីដែលយើងត្រូវធ្វើគឺយើងដាក់មកគណនា resistance សមមូលនៃគោល AB ពី A មក B នេះអញ្ចឹងយើងប្រាប់ថាម៉េចយើងប្រាប់ថា resistance 5 អូមនេះ5អូមនេះនិង20អូមនេះមិនដែរតជាខ្នែងអញ្ចឹងពីរនឹងតជាខ្នែងអញ្ចឹងយើងចាំបង្គំជាខ្នែងកាលណាយើងមាន resistance 2ផ្គុំជាខ្នែងគឺយើងសរសេរបានមិនវិញយើងសរសេរបានបើ R1 ជា resistance សមមូលយើងសរសេរបាន1លើ5បូក1លើ20អញ្ចឹងយើងតម្រូវភាគបែងទៅខ្ញុំយកភាគបែងរួម20អញ្ចឹងកាលណាយើងយកភាគបែងរួម20គឺកន្លែងនេះកន្លែងភាគបែង5ត្រូវគុណថែមនឹង4អញ្ចឹង5គុណនឹង4កាលណាភាគយកគុណ4ភាគបែងគុណ4ដែរអញ្ចឹងណារីឯខាងភាគតម្លៃពភាគមានភាគបែង20នេះខ្ញុំអត់គុណទេខ្ញុំទុកដដែលឬគុណនឹង1ក៏បានដែរអត់អីទេអញ្ចឹងខ្ញុំទុកប៉ុណ្ណឹងហើយខ្ញុំគុណទៅ1គុណ4បាន4 5គុណ4បាន20ភាគបែងដូចគ្នាយើងដាក់ជាភាគបែងរួមអញ្ចឹងយើងបាននេះ4 4បូក1នៅខាងនេះភាគបែងរួម20បានប៉ុណ្ណឹងហើយគឺបូកទៅបាន5លើ20នេះគឺជា resistance ដែលយើងរកសមមូលចំពោះបង្គំជាខ្នែងរវាង5អូមហើយនិង20អូមតែអ្វីដែលយើងត្រូវរកគឺយើងត្រូវរក R1 សិនអញ្ចឹងយើងសរសេរបានបើសិនជាមួយលើ R1 ស្មើ5លើ20នាំឲ្យ R1 គឺបាន20លើ5ចែកទៅបាន4អូមអញ្ចឹងឃើញថា resistance សមមូលតូចមួយប៉ុណ្នេះដំបូងនេះណាគឺយើងរកឃើញយើងតាំង R1 នេះជា resistance សមមូលរបស់វាស្មើ4អូមបន្ទាប់មកទៀតយើងត្រូវមើល resistance 10អូមហើយនិង40អូមនេះអញ្ចឹងយើងនិយាយថា resistance 10អូមហើយនិង20សន្ទុះនឹង40អូមនេះគុំជាខ្នែងអញ្ចឹងយើងបានសមមូលផ្លេចណាខ្ញុំផ្គុំមកមិញនេះខ្ញុំតាំង R1 នេះខ្ញុំផ្គុំយកប៉ុណ្ណេះរីឯអានេះខ្ញុំទុកសិនទុកសិនពួកយើងមើលដើម្បីងាយស្រួលតោះទៀតយើងប្រាប់គេមក10ហើយនិង40នេះគុំជាខ្នែងឬក៏តជាខ្នែងយើងបានសមមូល R2 ខ្ញុំតាំងសមមូលជា R2 អញ្ចឹងR2 នេះបាន resistance ថ្មីមួយគឺ resistance R2 អញ្ចឹងដោយ10ហើយនឹង40អូមនេះផ្គុំជាខ្នែងយើងសរសេរបាន1លើ R2 ស្មើ1លើ10បូក1លើ40ភាគបែងរួម40អញ្ចឹងខាង10ត្រូវគុណថែម4តម្រូវភាគបែងមក4ខាងនេះទុកដដែលអញ្ចឹងបានខាងនេះបាន40ហើយបន្ទាប់មកទៀត1គុណ4បាន4ដដែលភាគបែងដូចគ្នាដាក់ជាភាគបែងរួមហើយយើងបាន5លើ40ទាញរក resistance R2 មកយើងបាន40លើ5បាន8រូបរបស់វានៅពេលដែលយើងផ្គុំហើយ10ហើយនឹង40ផ្គុំរួចគឺយើងបានបែបនេះខ្ញុំគូសរូបបែបនេះមកនេះ R2 ដែលយើងរកឃើញមិញយើងផ្គុំ R2 នេះគឺចេញពី10អូមហើយនឹង40អូមរីឯ R1 នេះគឺចេញមកពី5អូមនិង20អូមបានប៉ុណ្ណឹងហើយយើងមើលទៀតនេះរូបខាងក្រោមនេះយើងឃើញថា R1 ដែលយើងរក
ឃើញជា resistance សាក់មួយមូលរវាង5អូមនិង40សំទោសនឹង20អូម A2 ជា resistance បាទ A2 ជា resistance ដែលគុំបានពី10អូមនិង40អូមអញ្ចឹងយើងឃើញតែពីរនេះតជាស៊េរីនឹងគ្នាអញ្ចឹងបើវាតជាស៊េរីនឹងគ្នាយើងបាន resistance សាក់មូលថ្មីគឺ resistance ARB ខ្ញុំតាំង ARB យើងប្រាប់គេថា A1 នេះតជាស៊េរីជាមួយនឹង A2 នេះអានេះជាស៊េរីនឹងគ្នាអញ្ចឹងយើងបានអីយើងបាន resistance សាក់មូល ARB ដែល ARB គឺស្មើជាមួយនឹង A1 បូក A2 អញ្ចឹងដោយសារ A1 ស្មើ4អូម A2 ស្មើ8អូមអញ្ចឹងបូកទៅបាន12អូមយើងបាន resistance សាក់មួយមូលរវាងគោលពី A មក B នេះគឺ12អូមអញ្ចឹងយើងឆ្លើយមកដូចនេះ resistance សាក់មួយមូលគោលបាទសាក់មួយមូល ARB ឬគោល ARB ស្មើ12អូមអញ្ចឹងយើងគូសរូបបានថ្មីមួយទៀតមកបាទខ្ញុំគូស ARB បាទ12អូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះ